6យ៉ាងជួយបង្កើនភាពចងចាំនៅក្នុងខួរក្បាលនិងជួយឲ្យខួរក្បាលធ្វើការបានកាន់តែល្អដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបានដោយខ្លួនឯងងាយៗនៅផ្ទះចង់ឲ្យខ្លួនឯងចាំបានល្អហើយកាត់បន្ថយហានិភ័យក្នុងការកើតបញ្ហារលាកស្រោមខួរក្បាលឬក៏បញ្ហា stroke កុំភ្លេចមើលវីដេអូនេះដល់ចប់ហើយនឹងចែករំលែកទៅកាន់មនុស្សជិតស្រីផងណាវិធីដែលខ្ញុំនឹងរៀបរាប់តទៅនេះគឺនឹងអាចជួយកាត់បន្ថយបញ្ហា stress ផងដែរដែលវាហៅថា BDNF ដែលមកពីពាក្យពេញថា Brain Device Neurotrophic Factor កាលណារាងកាយរបស់យើងមាន BDNF ច្រើននោះនឹងធ្វើឲ្យជាលិកានៃប្រព័ន្ធប្រសាទគឺធ្វើការជាមួយគ្នាបានកាន់តែប្រសើរមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចជួយព្យាបាលតភ្ជាប់ជាលិកាដែលខូចឬក៏បាត់បង់ទៅហើយនៅក្នុងរាងកាយរបស់យើងនឹងឲ្យរស់ឡើងមកវិញបានដូច្នេះមួយនាទីបន្តពីនេះអ្នកនឹងទទួលបាន6វិធីក្នុងការបង្កើត BDNF នៅក្នុងរាងកាយតាមបែបធម្មជាតិទី1នោះគឺការធ្វើលំហាត់ប្រាណដែលអ្នកទាំងអស់គ្នាអាចហាត់បែប anaerobic exercise ដូចជាការដើរការរត់ឬក៏ការជិះកង់និងហែលទឹកជាដើមកាលណាអ្នកទាំងអស់គ្នាធ្វើលំហាត់ប្រាណបែបនេះតាមរយៈកិច្ចការស្រាវជ្រាវជាច្រើនបានបង្ហាញថារាងកាយនឹងជំរុញការផលិត BDNF ដោយត្រង់តែម្ដងឬក៏ចំពោះអ្នកដែលអត់មានពេលវេលាហាត់ប្រាណដូចដែលរៀបរាប់មុននេះមិនទេហាត់ប្រាណបែបមួយទៀតដែលគេហៅថា weight training គឺលើករបស់អីដែលធ្ងន់ៗនោះក៏ជាចំណែកជួយដល់ការផលិត BDNF ដោយប្រយោលដូចគ្នាចំណុចទី2នោះគឺការស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹកកាលដែលយើងទទួលយកពន្លឺព្រះអាទិត្យនៅពេលព្រឹកនឹងជួយជំរុញដល់ការផលិតអរម៉ូន serotonin ដែលវាគឺជាប្រភេទអរម៉ូននៃសេចក្តីសុខមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងឲ្យយើងអាចទទួលបាននៅវីតាមីន D ដែលវីតាមីន D គឺសំខាន់មែនទែនសម្រាប់រាងកាយនិងជួយកាត់បន្ថយបញ្ហារលាកនៅក្នុងរាងកាយហើយក៏ជាចំណែកជួយជំរុញការផលិត BDNF ដូចគ្នាព្រោះថាកាត់បន្ថយបញ្ហារលាកនៅក្នុងខួរក្បាលគឺមានកិច្ចការស្រាវជ្រាវច្រើនមែនទែនដែលបានបង្ហាញថាអ្នកដែលអត់សូវមានវីតាមីន D ភាគច្រើនគឺខ្វះ BDNF ដែលងាយនឹងប្រឈមជាមួយនឹងបញ្ហា stress ឬក៏ depression ចំណុចទី3ងាយមែនតើតែមនុស្សភាគច្រើនធ្វើមិនសូវបាននោះគឺ deep sleep មានន័យថាការគេងលក់ឲ្យស្កប់ស្កល់នៅពេលដែលរាងកាយរបស់យើងស្ថិតនៅក្នុងសភាពមួយដែលហៅថាគេងលក់ស្ងប់នោះរាងកាយនឹងស្ថិតចូលទៅក្នុងភាវៈនៃការ recover ជាលិកាឬក៏ cell ផ្សេងៗនៅតាមប្រព័ន្ធប្រសាទនៅក្នុងរាងកាយរបស់យើងបានយ៉ាងពេញទំហឹងដែលពេលវេលាហ្នឹងឯងគឺជាពេលដែលរាងកាយនឹងជំរុញការបញ្ចេញBDNF នឹងចែករំលែកទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើងបានកាន់តែច្រើនហើយវាក៏ជាពេលវេលាដែលរាងកាយនឹងកម្ចាត់ជាតិពុលផ្សេងៗដែលយើងសន្សំទុកពីយូរពីយូរនឹងចេញទៅអាចនិយាយឲ្យងាយស្រួលយល់ថាគឺជាចន្លោះពេលដែលរាងកាយ recover ជាលិកាចាស់ឲ្យប្រសើរឡើងវិញហើយក៏ចម្រាញ់ចេញនៅជាតិពុលពីក្នុងរាងកាយមានកិច្ចការស្រាវជ្រាវជាច្រើនមែនទែនដែលបានបញ្ជាក់ថាអ្នកដែលគេងលក់ស្កប់ស្កល់បានល្អនឹងមានកម្រិត BDNF នឹងខ្ពស់មែនទែនហើយក៏ធ្វើឲ្យពួកគេអាចចងចាំបានក្នុងរយៈពេលយូរចំណុចទី4នោះគឺ mindfulness ដែលយើងអាចធ្វើបានងាយៗតាមរយៈការធ្វើសមាធិឬក៏ការយកខ្លួនឯងទៅគៀកចិត្តជាមួយនឹងធម្មជាតិកន្លែងណាដែលមានដើមឈើច្រើនឬក៏ងាយៗមែនតើហាមាត់ឲ្យបានច្រើនដែលយើងអាចនិយាយបានថាព្យាយាមស្រែកខ្លាំងស្រែកលឺហ្នឹងវាក៏ជាចំណែកជួយកាត់បន្ថយអរម៉ូន stress ពីព្រោះថាពេលណាក៏ដោយដែលរាងកាយរបស់យើងមានអរម៉ូន stress ច្រើនពេកនោះវានឹងធ្វើឲ្យរាងកាយអត់សូវផលិត BDNF ទេពីព្រោះថាអរម៉ូននៃសេចក្តីសុខនឹងកាត់បន្ថយការធ្វើការដូច្នេះពេលណាដែលយើងយកខ្លួនឯងទៅជិតជាមួយនឹងធម្មជាតិទៅចូលក្នុងព្រៃដើមឈើច្រើនវានឹងធ្វើឲ្យរាងកាយរបស់យើងផ្លាស់ប្ដូរប្រព័ន្ធប្រសាទខ្លួនឯងដោយកាត់បន្ថយពីភាព stress ទៅជា relax មានអារម្មណ៍ស្រស់ស្រាយជាងមុនដោយយើងអត់ដឹងខ្លួនមានកិច្ចការស្រាវជ្រាវជាច្រើនដែលបានបញ្ជាក់ថាអ្នកដែលតែងតែធ្វើសមាធិជាប់គ្នាក្នុងរយៈពេល8សប្តាហ៍ក្នុងមួយថ្ងៃយ៉ាងហោចណាស់20នាទីនោះនឹងធ្វើឲ្យ BDNF នឹងកើនឡើងហើយធ្វើឲ្យប្រព័ន្ធជាលិកាប្រសាទធ្វើការបានល្អខ្លាំងធ្វើឲ្យការចងចាំក្នុងរយៈពេលវែងកាន់តែប្រសើរដែលនៅប្រទេសជប៉ុនគឺមានកិច្ចការស្រាវជ្រាវយ៉ាងច្រើនរហូតដល់លើស30ច្បាប់ឯណោះដែលបញ្ជាក់ថាគ្រាន់តែយើងដើរឆ្លងកាត់កន្លែងដែលមានដើមឈើច្រើនឬក៏ព្រៃយ៉ាងហោចណាស់2ម៉ោងនោះនឹងជួយឲ្យរាងកាយកាត់បន្ថយអរម៉ូននៃសេចក្តី stress ហើយបញ្ចេញអរម៉ូនសប្បាយរីករាយកាន់តែច្រើនដែលជួយជំរុញដល់ការផលិត BDNF ដែលជាប្រភេទ G នៃខួរក្បាលរបស់យើងបានកាន់តែច្រើនទៀតចំណុចបន្ទាប់នោះគឺការធ្វើ eye up ឬយើងហៅថា intermittent fasting ដែលជាការសម្រាកញ៉ាំអីឬក៏អត់ញ៉ាំអីក្នុងរយៈពេលមានពេលកំណត់ក្នុងកំឡុងពេលហ្នឹងឯងដែលរាងកាយរបស់យើងមានពេលវេលាក្នុងការយកខ្លាញ់មកប្រើប្រាស់បានកាន់តែច្រើនដែលអាចធ្វើឲ្យរាងកាយរបស់យើងស្ថិតនៅក្នុងសភាពមួយដែលហៅថា ketone body ពេលដែលរាងកាយកាន់តែស្ថិតចូលទៅក្នុងសភាពហ្នឹងគឺធ្វើឲ្យការជំរុញនៃការផលិត BDNF កាន់តែច្រើនដូចគ្នាហើយក៏ជំរុញម្យ៉ាងទៀតដែលហៅថា autophagy ដែលវគ្គហ្នឹងឯងគឺជាវគ្គមួយដែលរាងកាយគេហៅថាជាលិកាវាស៊ីជាលិកាចាស់ដែលនៅក្នុងរាងកាយខ្លួនឯងវាជាលិកាចាស់នឹងត្រូវបានស៊ីដោយជាលិកាថ្មីហើយជំរុញដោយការផលិតជាលិកាថ្មីដែលរឹងមាំជាងមុនចំណុចចុងក្រោយគេនោះគឺរបបអាហារដែលយើងហៅថាអាហារូបត្ថម្ភដែលវានឹងជួយជំរុញការផលិត BDNF ហើយនឹងចម្រាញ់ BDNF ដែលអ្នកទាំងអស់គ្នាអាចរកញ៉ាំបានដោយខ្លួនឯងងាយៗទាំងរូបបែបធម្មជាតិឬក៏អាហារបំពន់ផ្សេងក៏បាននោះគឺអាហារដែលមានសារធាតុមេហ្គាសូមខ្ពស់វីតាមីន D3 omega 3ដែលអាហារទាំងអស់ហ្នឹងគឺមានកិច្ចការស្រាវជ្រាវជាច្រើនដែលបញ្ជាក់ថានឹងជាចំណែកជួយបង្កើន BDNF ហើយនឹងជំរុញប្រព័ន្ធអង្គចងចាំនៅក្នុងរាងកាយបានកាន់តែច្រើន